អាយដាមសាមសំណាងដឹកនាំអតីតសិស្សពីកាភ្នែកដើម្បីរៀបចំកម្មវិធីសប្បុរសធម៌និងអាហារសាមគ្គីនៅវិទ្យាល័យអប់រំពិសេសបាត់ដំបងនៅព្រឹកថ្ងៃទី3ខែមេសាឆ្នាំ2026អាយដាមសាមសំណាងទីប្រឹក្សាក្រសួងមុខងារសាធារណៈដែលជាអគ្គនាយកសមាគមវិទ្យុនិងទូរទស្សន៍អនឡាញសម្លេងជនពិការភ្នែកបានដឹកនាំក្រុមការងារនិងអតីតសិស្សពិការភ្នែកព្រមទាំងសប្បុរសជនរៀបចំកម្មវិធីសំណេះសំណាលចែកអំណោយនិងពិសាអាហារសាមគ្គីជូនដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសខេត្តបាត់ដំបងក្នុងបរិយាកាសដ៏ស្និទ្ធស្នាលនិងពោរពេញដោយមនោសញ្ចេតនាឯកឧត្តមសាមសំណាងចេញពីសាលាអង្គការគ្រួសារថ្មីបច្ចុប្បន្នជាវិទ្យាល័យអប់រំពិសេសបាត់ដំបងបានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូអ្នកគ្រូដែលបានខិតខំបង្ហាត់បង្រៀនរូបឯកឧត្តមរហូតមានសមត្ថភាពអាចបង្កើតសមាគមនិងទូរទស្សន៍អនឡាញដើម្បីជួយដល់ជនមានពិការភាពភ្នែកឲ្យមានការងារធ្វើមានប្រាក់ចំណូលជាពិសេសចូលរួមលុបបំបាត់ការរើសអើងចំពោះជនមានពិការភាពក្នុងសង្គមឆ្លៀតក្នុងឱកាសនោះឯកឧត្តមបានផ្ដាំផ្ញើដល់ប្អូនសិស្សានុសិស្សដែលមានពិការភាពទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រនិងមានស្មារតីតស៊ូក្នុងជីវិតដើម្បីកសាងអនាគតឲ្យកាន់តែប្រសើរឡើងទន្ទឹមនឹងនេះឯកឧត្តមបានថ្លែងអំណរគុណដល់សប្បុរសជនក្នុងបណ្ដាញសង្គម Facebook និង TikTok ដែលចូលរួមចំណែកតាមរយៈលោកអ៊ុំជៀនអ្នកនាងធីសុភីនីននិងអ្នកនាងឆោម៉ាណាព្រមទាំងបុគ្គលិកសមាគមនិងអតីតសិស្សពិការភ្នែកទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការរៀបចំកម្មវិធីមនុស្សធម៌នេះឡើងទីកិច្ចរំលឹកគុណគ្រូឯកឧត្តមសាមសំណាងបានជូនកន្ត្រកផ្លែឈើនិងថវិកាចំនួន1,300,000 រៀលជូនដល់អ្នកគ្រូយឹមផល្លីដែលជាគ្រូចូលនិវត្តន៍និងជាអ្នកធ្លាប់មានគុណូបការៈបង្រៀនអក្សរស្ទាបនិងសិលធម៌វិន័យដល់សិស្សពិការភ្នែកតាំងពីឆ្នាំ1996ក្រៅពីនេះឯកឧត្តមបាននាំយកអំណោយសប្បុរសជនចែកជូនដល់សាលាលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សរួមមានជូនសាលាអង្ករ1តោនមី10កេសនិងថវិកាចំនួន1,000,000 រៀលជូនលោកគ្រូអ្នកគ្រូក្នុងម្នាក់ទទួលបានបាយហៃណាំ1ប្រអប់ទឹកក្រូច1កំប៉ុងទឹកសុទ្ធ1ដបមី4កញ្ចប់និងថវិកាចំនួន40,000 រៀលជូនសិស្សានុសិស្សដែលមានពិការភាពភ្នែកកថ្លង់និងខ្សោយសតិបញ្ញាសរុប120នាក់ក្នុងម្នាក់ទទួលបានបាយហៃណាំ1ប្រអប់ទឹកក្រូច1កំប៉ុងទឹកសុទ្ធ1ដបមី4កញ្ចប់និងថវិកាចំនួន20,000 រៀលជាកិច្ចបញ្ចប់ឯកឧត្តមសាមសំណាងបានអំពាវនាវដល់សប្បុរសជនទាំងអស់ក្នុងនិងក្រៅប្រទេសសូមបន្តចូលរួមឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌នេះបន្ថែមទៀតដើម្បីឲ្យសមាគមមានលទ្ធភាពបន្តរៀបចំកម្មវិធីបែបនេះនៅតាមបណ្ដាខេត្តក្រុងផ្សេងៗទៀតទូទាំងប្រទេសបាទសូមអង្គពិធីទាំងមូលមេត្តាសម្រួលអរិយាសាធារណៈនិងអគ្គនាយកសមាគមវិទ្យុនិងទូរទស្សន៍អនឡាញសម្លេងជនពិការភ្នែកជាទីគោរពដ៏ខ្ពង់ខ្ពស់សូមគោរពខ្ញុំលោកមានកិត្តិយសយ៉ាងឧត្តមឧត្តមដោយថ្ងៃនេះយើងខ្ញុំបានទទួលស្វាគមន៍អាយឧត្តមសែនសំណាងទីប្រឹក្សាក្រសួងមុខងារសាធារណៈនិងអគ្គនាយកសមាគមវិទ្យុនិងវិទ្យាល័យអប់រំពិសេសបាត់ដំបងនៅក្នុងបរិយាកាសដ៏ថ្លៃថ្លានេះខ្ញុំបាទសូមអនុញ្ញាតគោរពនឹងសភាពការសំខាន់នៅក្នុងវិទ្យាល័យអប់រំពិសេសបាត់ដំបងដោយសង្ខេបដូចតទៅ4ខ្នងស្មើនឹង16បន្ទប់អគារស្នាក់នៅនិងអាហារដ្ឋាន1ខ្នងបានចាប់តាមគ្រួសារថ្មីតែដល់នៅទីនេះយើងមករៀនចាប់ពីថ្នាក់20រហូតដល់ថ្នាក់ទី10ដល់ប្រឹក្សានៃព្រះមហាក្សត្រតែងតែបានជួយយកមកដល់ប្រចាំចង់នៅក្នុងក្រុមហ៊ុនជំនួយនិងសម្រាប់ជំនួយជំនួយការផ្នែកទីគោរពលោកស្រីបានសម្ដេចទ្រង់អាដាមលោកជំទាវបាទបានធ្វើការគ្រប់គ្រងហើយលោកគ្រូផាស្កិនបាទដែលលោកទាំងពីរនាក់បាននៅប្អូនក្មួយបាទសិស្សានុសិស្សទៅទីនេះផ្ទាល់តែម្ដងជាបានចូលរួមចំណែកសំខាន់បាទជាមួយនឹងអីត្រឡប់មកវិញពេលដែលយើងចាប់ផ្ដើមចូលប្រឡូកជាមួយនឹងការងារបាទទៅយើងដឹងថាហើយមែនតើខ្ញុំចាំបានដូចជាបាទភាសាបានលោកគ្រូផលីចាត់កម្លាំងកាយសាច់ស្រស់ឈាមស្រស់បត់ពិសោធន៍ការងាររហូតមកដល់បច្ចុប្បន្ននេះបំពេញកាតព្វកិច្ចការងារហើយទទួលបានជោគជ័យនិងសមិទ្ធផលជាច្រើនខ្ញុំសូមអនុញ្ញាតអញ្ជើញបាទលោកគ្រូ
ចឹងគាត់អរគុណសម្រាប់ការអញ្ជើញគាត់មកចែករំលែកជាមួយអ្នកទាំងអស់អញ្ចឹងពួកយើងក្រុមការងារគឺជាអ្នកជិតខាងរបស់អ្នកទាំងអស់គ្នា living past the Salu market អញ្ចឹងពួកយើងគ្រូសេដ្ឋានគាត់កម្មរបស់ព្រះទើបធ្វើឲ្យលោកគ្រូសេដ្ឋានឥឡូវហ្នឹងគាត់ត្រូវមានបេសកកម្មត្រឡប់ទៅសហរដ្ឋអាមេរិកវិញទីឲ្យមកចែករំលែកក្តីស្រឡាញ់សម្រាប់អ្នកទាំងអស់គ្នានៅទីនេះថាការដែលរស់នៅជាមួយពិការភាពគឺមានភាពលំបាកខ្លាំងណាស់ហើយបានទៅទៀត but I want you to know that បង្កើតយើងមកនឹងគឺមានផែនការ like this one ដែលបានមើលថែទាំទៅកាន់ក្មេងៗព្រមទាំងយុវជននៅទីនេះ I do not know what opportunities your students will have អញ្ចឹងគាត់អត់ដឹងទេថាតើសិស្សនៅទីនេះអាចទទួលបានឱកាសអ្វីខ្លះ but thank you for preparing them to take these opportunities ប៉ុន្តែសូមអរគុណសម្រាប់ការរៀបចំពួកគេ ដល់ពិសេសគឺបងប្អូនដែលកំពុងសិក្សាទាំងអស់នេះមិនចឹងទេបាទអញ្ចឹងឥឡូវនេះគាត់ខ្លាយទៅជាគេយកសន្តិភាពមួយដែរបាទគ្រប់គ្នាចង់បានសន្តិភាពអញ្ចឹងគឺគាត់ត្រូវឈ្មោះត្រូវការហើយវ័យមួយទៀតបងប្អូនទាំងគ្នាមិនต้องដល់វ័យដែលត្រូវទទួលអ្វីផ្សេងកាលតែពីចំណេះដឹងទេតែថាបងទាំងអស់គ្នាជាអ្នកជ្រុលខ្លាយផ្លូវពីទៅនឹងគេហៅថាព្រោះសង្កាត់ហ្នឹងគឺជាគ្រោះថ្នាក់ធំលែងអាចអត់ប្រយោជន៍លែងអាចមានប្រយោជន៍នេះគឺថាអញ្ចឹងសូមឲ្យបងប្អូនអស់ផ្លេចខ្លះផ្លេចអស់ដាក់បាត់ចាំហើយកូនបានជួបហើយបានជួបទៀន អរគុណណាស់គាត់ជូនគាត់ម្នាក់ 50000 ទៅជូនបងប្អូនឡប់ឡប់ពីបងមួយលាន2សែនរៀលលោកសាវរី3ស្រុកបាន2026ហើយនេះក្នុងនាមខ្ញុំបាទយើងខ្ញុំទាំងអស់គ្នាដែលជាប៉ុន្តែពេលចំណុចខ្លះក៏យើងខ្ញុំទាំងអស់គ្នាមានការខិនឬក៏បានចិត្តមិនសប្បាយដែរខ្ញុំធំពេលដែលកំពុងតែបំពេញការងារទេខ្ញុំនឹកឃើញនៅប្រសាសន៍របស់ពេជ្រទាំងអស់សិតតែមានន័យសិតតែមានប្រយោជន៍គ្រប់គ្រាន់សម្រាប់ដាក់ទិញក្រានរំលឹកដល់យើងពីតោអត់តោដល់ខ្ញុំបាទយើងខ្ញុំទាំងអស់គ្នាព្យាយាមបង្ហាត់បង្រៀនយ៉ាងវិចិត្រទាំងទៅប្រកាសទៅអធិស្ឋានឲ្យយើងខ្ញុំទាំងអស់គ្នាជាកូនរបស់គ្រូផងដល់សូមអភ័យទោសសូមអង្គុយសូមមានបាតុការតាំងវិធីបន្តនេះសូមឲ្យគ្រូមានប្រសាសន៍បន្តិចក្នុងបណ្ដៃទឹករបស់គ្រូបានជួយសម្រាប់ទុកបំពេញសេចក្តីល្អហើយពេលណាមួយយើងយករូបអូនជួយអូនអង្គុយឲ្យស្រួលណាអង្គុយឲ្យស្រួលចាំពូចាណោះស្រួលណោះអូជួយខ្ញុំបងតទៀនចូលហើយបងខ្ញុំហើយជួននឹងបាននៅភ្នីហ្នឹងហ៎ រួមអាហារឲ្យរួមក្រែមេតារួមអាហាររួមអាហារទាំងភរិយានិងសហការីដែលបានចូលរួមពីការភ្នែកសូមថ្លែងអរគុណដល់បងប្អូនគឺជាចិត្តចូលរួមគឺជាការធ្វើអំពើល្អប្រចាំសិស្សគឺជាគ្រូផងដែរនេះគឺជាសកម្មភាព អានេះកូនមួយឈៀង6